ជំរាបសួរក៏សូមសួស្តីទៅកាន់អ៊ំពូមីងបងប្អូនទាំងអស់គ្នាថ្ងៃនេះនៅក្នុងសហរដ្ឋអាមេរិកជាថ្ងៃចុងសប្តាហ៍ថ្ងៃសៅរ៍ទី13ខែ12ឆ្នាំ2025នៅក្នុងវីដេអូនេះគឺខ្ញុំនឹងលើកយកចំណុច3ដែលខ្ញុំគិតថាវាជាកត្តាដែលធ្វើឲ្យប្រទេសថៃអត់ខ្លាចការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកក៏ដូចជាប្រទេសដទៃទៀតជាងគេប្រទេសអាស៊ានយើងបងប្អូនទាំងអស់គ្នាកត្តាទី1នោះគឺខ្ញុំគិតថាដោយសារតែការធ្វើពាណិជ្ជកម្មរវាងប្រទេសថៃនិងសហរដ្ឋអាមេរិកគឺវាខ្លាំងទោះបីជាមិនខ្លាំងក៏វាខ្លាំងជាងខ្មែរយើងសឹងថា50ទៅ60ដងដែរបងប្អូនទាំងគ្នាបងប្អូនដែលគាត់រស់នៅក្នុងសហរដ្ឋអាមេរិកនេះគឺគាត់ដឹងហើយពេលដែលគាត់ទៅផ្សារអាស៊ីឧទាហរណ៍ថាគាត់ទៅផ្សារវៀតណាមឬក៏គាត់ទៅផ្សារខ្មែរយើងក៏ដែរពេលខ្លះយើងទៅផ្សារខ្មែរយើងប៉ុន្តែយើងឃើញផលិតផលរបស់ថៃហ្នឹងគឺច្រើនបងប្អូនទាំងគ្នាសឹងតែច្រើនជាងផលិតផលខ្មែររបស់យើងទៀតពេលដែលយើងទៅផ្សារខ្មែរណាហើយមួយទៀតពេលដែលយើងទៅផ្សារកូរ៉េអីហ្នឹងគឺផលិតផលថៃសឹងតែ30ទៅ40%ហើយនៅក្នុងហាងកូរ៉េហ្នឹងអញ្ចឹងការធ្វើពាណិជ្ជកម្មរវាងប្រទេសអាមេរិកហើយនិងប្រទេសថៃនេះគឺខ្លាំងបងប្អូនទាំងគ្នាយើងអត់បន្ទោសប្រអាប់ស្រុកខ្មែរយើងទេប៉ុន្តែយើងនិយាយតាមភាពជាក់ស្ដែងណាបងប្អូនទាំងគ្នាគឺខ្ញុំឃើញថាតំណែងថៃភាគច្រើនគឺចូលមកក្នុងសហរដ្ឋអាមេរិកនេះខ្លាំងអាចប្រកៀកប្រកិតជាមួយនឹងប្រទេសវៀតណាមណាបងប្អូនទាំងគ្នាតាក់ទងជាមួយនឹងផលិតផលរបស់ពួកគេនឹងហើយយើងនៅក្រោមគេខ្លាំងមែនតើចឹងហើយខ្ញុំគិតថានេះហើយជាកត្តាមួយដែលវាធ្វើឲ្យប្រទេសមហាអំណាចសហរដ្ឋអាមេរិកហ្នឹងវារារែកនៅក្នុងការដាក់ទណ្ឌកម្មទៅលើប្រទេសថៃខ្ញុំគិតថាគេដឹងបងប្អូនទាំងគ្នាគេដឹងថាប្រទេសថៃកំពុងតែឈ្លានពានទឹកដីប្រទេសខ្មែរយើងប៉ុន្តែដោយសារតែផលប្រយោជន៍ដែលប្រទេសខ្មែរយើងផ្ដល់មកឲ្យសហរដ្ឋអាមេរិកនេះគឺយើងអត់អាចប្រៀបធៀបបានជាមួយនឹងប្រទេសថៃទេបងប្អូនទាំងគ្នាប៉ុន្តែអាមេរិកឥឡូវនេះគេកំពុងតែជួយយើងឯងបងប្អូនទាំងគ្នាដឹងស្រាប់ហើយម្សិលមិញគឺលោក Donald Trump គាត់បានចេញកត្តាមួយហើយគាត់ថាថ្ងៃដែលទាហានថៃជន់មីនហ្នឹងគឺវាជា accident វាជាការកើតឡើងដោយអត់មានការព្រៀងទុកណាបងប្អូនទាំងគ្នាហ្នឹងគឺគេកាន់ជើងយើងមួយរួចឯងបងប្អូនទាំងគ្នាតែបើសិនជាយើង expect ថាសហរដ្ឋអាមេរិកនឹងដាក់ទណ្ឌកម្មទៅលើប្រទេសថៃគឺខ្ញុំគិតថាវាអត់អាចទៅរួចទេបងប្អូនទាំងគ្នាដោយសារអីដោយសារថាដូចខ្ញុំនិយាយមុនហ្នឹងអញ្ចឹងគឺយើងអត់មានផលប្រយោជន៍គ្រប់គ្រាន់ដើម្បីស្មើនឹងប្រទេសថៃគេផ្ដល់មកឲ្យសហរដ្ឋអាមេរិកណាបងប្អូនទាំងគ្នាបងប្អូនដឹងស្រាប់ហើយសហរដ្ឋអាមេរិកគឺជាប្រទេសមហាអំណាចមែនប៉ុន្តែគេក៏មិនមែនភ្លើដែរបងប្អូនទាំងគ្នាអ្វីដែលគេជួយគឺគេចង់បានអ្វីពីយើងវិញបងប្អូនទាំងគ្នាហើយខ្ញុំគិតថាយើងគួរតែអរគុណសហរដ្ឋអាមេរិកទៅព្រោះគេបានជួយយើងហើយបើប៉ុណ្នេះបើសិនជាគេទៅកាន់ជើងថៃទៀតគឺខ្ញុំមិនហ៊ានសម័យទេបងប្អូនទាំងគ្នាមិនដឹងថាស្រុកខ្មែរយើងប៉ុណ្ណាទេហើយនេះហើយជាកត្តាទី1ដែលខ្ញុំគិតថាវាជាមូលហេតុដែលសហរដ្ឋអាមេរិកអត់អាចដាក់ទណ្ឌកម្មទៅលើប្រទេសថៃណាបងប្អូនទាំងគ្នាអញ្ចឹងកត្តាទី2គឺខ្ញុំគិតថាវាតាក់ទងជាមួយនឹងការដែលគេលក់សម្ភារៈទៅឲ្យប្រទេសថៃទិញកប៉ាល់ហោះក៏ដូចជាទិញរថក្រោះអីភាគច្រើនគឺទិញមកពីសហរដ្ឋអាមេរិកហើយនិងប្រទេសអ៊ីស្រាអែលបងប្អូនទាំងគ្នាអញ្ចឹងទៅបងប្អូនដឹងស្រាប់ហើយអ៊ីស្រាអែលហើយអាមេរិកគឺជាសម្ព័ន្ធមិត្តហើយវាមិនខុសអីពីយើងលក់ចាប់ហួយណាបងប្អូនទាំងគ្នាហើយមានអ្នកមកទិញយើងប្រចាំខែប្រចាំថ្ងៃអញ្ចឹងទៅគឺយើងនឹងរៀងផ្អៀងទៅខាងគាត់ហើយព្រោះគាត់ធ្លាប់ផ្ដល់ប្រយោជន៍ឲ្យយើងគាត់ធ្លាប់មកទិញសម្ភារៈពីយើងអញ្ចឹងណាបងប្អូនទាំងគ្នានឹងហើយជាកត្តាដែលសហរដ្ឋអាមេរិកទោះបីដឹងថាថៃយកផលិតផល S16 កប៉ាល់ហោះនឹងទៅធ្វើបាបប្រទេសកម្ពុជាយើងក៏គេរៀងបិទភ្នែកដែរបងប្អូនទាំងគ្នាប្រទេសគេអ្នកមានមែនប៉ុន្តែមុននឹងគេមានហ្នឹងគឺគេចេះបងប្អូនទាំងគ្នាគេចេះគេឆ្លាតណាគេមិនមែនជួយយើងដៃទៅទេអត់បានអីមកវិញទេបងប្អូនទាំងគ្នាអាហ្នឹងជាមូលហេតុទី2ចម្បងដែលខ្ញុំគិតថាសហរដ្ឋអាមេរិកអត់អាចទៅដាក់ទណ្ឌកម្មទៅលើប្រទេសថៃញ៉ាច់ហ្មងទេបងប្អូនទាំងគ្នាគឺគេគ្រាន់តែដាក់ប្រហើទេកត្តាទី3ដែលខ្ញុំគិតថាជាមូលហេតុមួយដែលសហរដ្ឋអាមេរិកអត់អាចទៅជួយប្រទេសកម្ពុជាយើងក៏ដូចជាដាក់ទណ្ឌកម្មទៅលើប្រទេសថៃគឺសហរដ្ឋអាមេរិកគេចង់ប្រើចិត្តសាស្ត្របងប្អូនទាំងគ្នាគេចាំមើលប្រទេសចិនថាតើប្រទេសចិនរៀងផ្អៀងទៅខាងប្រទេសមួយណាអញ្ចឹងណាអញ្ចឹងយើងឧទាហរណ៍ថាបើសិនជាប្រទេសចិនគាត់ផ្អៀងមកខាងប្រទេសថៃគឺសហរដ្ឋអាមេរិកគាត់អាចនឹងមកជួយខ្មែរយើងដោយពេញលេញណាបងប្អូនទាំងគ្នាប៉ុន្តែបើក្នុងករណីប្រទេសចិនមកជួយប្រទេសខ្មែរយើងនៅពេលហ្នឹងហើយដែលសហរដ្ឋអាមេរិកគឺគាត់នឹងអាចដឹងពីសមត្ថភាពទំនើបកម្មដែលគេផលិតនៅក្នុងសហរដ្ឋអាមេរិកខ្ញុំឧទាហរណ៍ជាក់ស្ដែងដូចជា S16 ដែលកំពុងតែប្រើប្រាស់នៅក្នុងប្រទេសថៃហ្នឹងពេលហ្នឹងហើយគេនឹងដឹងថាតើវាអាចទប់ទល់ជាមួយនឹងសម្ភារៈរបស់ប្រទេសចិនបានអត់ណាបងប្អូនអ្នកគ្នាគេប្រើប្រទេសខ្មែរយើងក៏ដូចជាប្រទេសថៃជាឈ្នន់ដើម្បីធ្វើតេស្ត
សាកល្បងអំពីវត្តរបស់ប្រទេសចិនហើយនិងប្រទេសអាមេរិកហើយនេះហើយខ្ញុំគិតថាវាជាកត្តាទី3ដែលសហរដ្ឋអាមេរិកគាត់អត់ទាន់ចេញមុខខ្លាំងជួយខ្មែរយើងហើយក៏គាត់អត់អាចដាក់ទណ្ឌកម្មទៅលើប្រទេសថៃដោយបើកចំហដែរបងប្អូនអរគ្នាចឹងសរុបសេចក្តីមកបងប្អូនអរគ្នាគឺមានតែយើងខ្លាំងទេបានយើងអាចជួយស្រោចស្រង់ខ្លួនយើងបានបងប្អូនអរគ្នាមិនថាជាប្រទេសមិនថាជាសង្គមគ្រួសារមិនថាជាលក្ខណៈបុគ្គលខ្លួនឯងទេបងប្អូនអរគ្នាតតែយើងខ្លាំងបានមានអ្នកមកជួយយើងអញ្ចឹងណាបងប្អូនអញ្ចឹងអ្វីដែលយើងត្រូវធ្វើបន្តទៀតសម្រាប់ប្រទេសខ្មែរយើងគឺបងប្អូនជាងគេយុវវ័យទាំងអស់គ្នាគឺត្រូវតែចូលសាលារៀនហើយបើសិនជាបងប្អូនមានឱកាសបងប្អូនទៅរៀនពីប្រទេសជឿនលឿនខ្ញុំឧទាហរណ៍ថាបងប្អូនមានឱកាសមកសហរដ្ឋអាមេរិកនេះហើយបងប្អូនរៀនចំណេះជំនាញដើម្បីយើងយកចំណេះជំនាញហ្នឹងទៅក្នុងស្រុកខ្មែរយើងវិញហើយយើងចែកចាយចំណេះដឹងទាំងអស់ហ្នឹងទៅឲ្យបងប្អូនប្រជាជនខ្មែរយើងរាប់រយរាប់ម៉ឺនរាប់ពាន់អ្នកទៀតដើម្បីកសាងប្រទេសជាតិយើងឲ្យរឹងមាំហើយពេលដែលប្រទេសជាតិយើងរឹងមាំគឺពេលហ្នឹងហើយគឺយើងលែងខ្លាចឯងបងប្អូនអរគ្នាយើងមើលអាមេរិកជាគំរូអាមេរិករាល់ថ្ងៃនេះគឺអត់មានពីណាហ៊ានប៉ះទេបងប្អូនអរគ្នាហើយពេលដែលដើរជួយគេហ្នឹងគឺមានតែគេឲ្យប្រយោជន៍មកថែមទៀតបងប្អូនអរគ្នាអញ្ចឹងវាកាន់តែធ្វើឲ្យប្រទេសសហរដ្ឋអាមេរិកនេះវាកាន់តែរឹងមាំខ្លាំងណាបងប្អូនអរគ្នាអញ្ចឹងយើងត្រូវបំលែងការឈឺចាប់ដែលគេធ្វើមកលើយើងហ្នឹងយើងយកមកប្រឹងអភិវឌ្ឍសមត្ថភាពខ្លួនឯងបន្តឲ្យកាន់តែខ្លាំងទៀតបងប្អូនអរគ្នាជាចុងក្រោយនេះក៏ខ្ញុំសូមគោរពវិញ្ញាណក្ខន្ធទៅកាន់បងវរៈកងទ័ពទាំងអស់គ្នាដែលគាត់បានពលីជីវិតក៏ដូចជាបងដែលកំពុងតែឥឡូវនេះកំពុងតែតតាំងជាមួយនឹងចៅសៀមគ្រប់ព្រំដែនទាំងអស់បងប្អូនអ្នកគ្នាគឺស្វិតស្វាញខ្លាំងមែនតើហើយខ្ញុំអត់មានអីក្រៅពីលើកដៃ10អរគុណពួកគាត់ទេបងបានលះបង់សាច់ស្រស់ឈាមស្រស់គឺចាក់ចេញចោលក្រុមគ្រួសារហើយបងដើម្បីតែទឹកដីបងហ៊ានលះបង់ជីវិតខ្លួនឯងខ្ញុំមានមោទនភាពមែនតើដែលបានកើតជាជាតិខ្មែរ